មិចដែរបងប្អូនបើកែងពិឃាតធឿនធារាប៉ះជាមួយនឹងដៃគូរបស់កីឡាករតវ៉ាន់ឆៃមរុកនេះអាចនឹងក៏ក្រោកដែរឬទេបើបានជួបការជំនួបមែនប្រិយមិត្តបងប្អូនបើមហាព្រឹត្តិការណ៍ការប្រកួតប៉ះកីឡាករជើងខ្លាំងជប៉ុនមរុកនេះរវាងកែងពិឃាតធឿនធារាដឹងតែក៏ក្រោកហើយកីឡាករជប៉ុនមរុកនេះតែផ្ដួលកីឡាករតវ៉ាន់ឆៃថ្មីនៅសង្វៀនពាន់ព័ន្ធជៀនស៊ីបនេះទឹកទី3បងប្អូនពិតជាមិនធម្មតាដោយប្រើកណ្ដាប់ដៃគាត់ធ្ងន់ហើយជើងខ្លាំងជប៉ុនមរុកនេះជាម្ចាស់ខ្សែក្រវ៉ាត់សង្វៀន K1 3-4ខ្សែដែរហើយខាងជប៉ុនគឺមិនខ្វះទេជើងខ្លាំងលំដាប់គេគ្រាន់តែថាខ្លាចតែគេជាប់ពងត្រាប្រការណាមួយប៉ុន្តែអេដមីនចង់ឲ្យខាងលោកថុំគីមស្នើមើលយកកីឡាករមរុកនេះប្រកួតប៉ះជាមួយនឹងធឿនធារាបានឬអត់ឬក៏តម្លៃខ្លួនគេរៀងខ្ពស់យ៉ាងណាហើយកីឡាករមរុកនេះពិតជាមិនធម្មតាទេបងប្អូនគេគីឡូធ្ងន់ខ្លាំងតែនគីឡូប្រហាក់ប៉ុណ្ណឹងជឿកែងទៀតធឿនធារាដែរព្រោះកីឡាករតវ៉ាន់ឆៃនេះធ្លាប់អ្នកគាំទ្រគុណខ្មែរនិងខាងមួយថៃចង់ឃើញប៉ះគ្នាប៉ុន្តែហើយកីឡាករតវ៉ាន់ឆៃនេះប៉ះនឹងជើងខ្លាំងរបស់ជប៉ុនរុកនេះធ្ងន់ទូសាច់ជំនាញមហាប្រកួតថ្ងៃទី23ហ្នឹងគឺត្រូវធ្ងន់ដោយត្រូវកណ្ដាប់ដៃរបស់កីឡាករម៉ាសាគីរ៉ូរីដែលជាជើងខ្លាំងរបស់ជប៉ុនរុកនេះប៉ុន្តែការជំនួបប៉ះគឺត្រូវធ្ងន់ខ្លាំងតែកីឡាករតវ៉ាន់ឆៃតែក៏ដៃគូតវ៉ាន់ឆៃនេះបើបានប៉ះជាមួយនឹងកីឡាករធឿនធារាគឺអែមយ៉ាងណាទេអ្នកគ្រប់គ្រងគុណខ្មែរមិនថាប្រកួតនៅសង្វៀន K1 ឬក៏យកមកប្រកួតនៅគុណខ្មែរកាន់តែល្អបើបានប្រកួតនៅសង្វៀន K1 ដណ្ដើមខ្សែក្រវ៉ាត់របស់កីឡាករម៉ាសាគីមរុកនេះដឹងតែញាក់សាច់សម្រាប់អ្នកគ្រប់គ្រងគុណខ្មែរសម្រាប់អេដមីនចង់ឃើញកីឡាករមរុកនេះប៉ះនឹងគុណខ្មែរខ្លាំងតែនខ្លាចតកីឡាករមរុកនេះជាប់កងត្រាវ័នឬយ៉ាងណាបើបានប៉ះដឹងតែញាក់សាច់ដឹងតែក៏ក្រោកលោកថុំគីមគាត់ស្នើយកកីឡាករនេះប្រកួតបានធានាថាដឹងតែញាក់សាច់ហើយខាងជប៉ុនគឺគេមិនខ្វះកីឡាករអនទេបងប្អូនស្ងាត់មើលចេញកីឡាករល្បីលំដាប់គេមានជាច្រើនដូចជាកីឡាករម៉ាសាគីរ៉ូរីនេះក៏ខ្លាំងដែរមើលស្ងាត់គឺគេចេញមកហើយគេជាកីឡាករលំដាប់ពិភពលោកម្ចាស់ខ្សែក្រវ៉ាត់ទៀតផងគឺបើប៉ះជាមួយនឹងធឿនធារាអែមយ៉ាងណាទេដឹងតែញាក់សាច់ដឹងតែក៏ក្រោក 100% បងប្អូនសម្រាប់អេដមីនគឺថាបើបានប៉ះជាមួយធឿនធារាធានាថាក៏ក្រោកខ្លាំងតែចង់ឃើញកីឡាករធឿនធារាប៉ះនឹងកីឡាកររុកនេះខ្លាំងតែធានាថាក៏ក្រោកព្រោះគេលំដាប់ពិភពលោកយើងក៏លំដាប់ដូចគ្នាព្រោះយើងលំដាប់គុណខ្មែរហើយកីឡាករម៉ាសាគីនេះជាកីឡាករលំដាប់ខាងជប៉ុនក្នុងវៀន K1 គាត់ថាសប្តាហ៍ថ្ងៃនេះខាងគុណខ្មែរយើងលោកថុំគីមគាត់សហការបានទៅសង្វៀន knock out គ្នាប្រទេសជប៉ុននេះអត់ទាន់បានសហការជាមួយនឹងខាងសង្វៀន K1 អញ្ចឹងណាបងប្អូនបើបានគាត់សហការចាប់ដៃគ្នាជាមួយនឹងសង្វៀន K1 មួយទៀតកាន់តែអែមដឹងតែធានាថាជក់ចិត្តគួរខាងជើងខ្លាំងសង្វៀន K1 គេក៏មានលំដាប់ច្រើនដែរហើយកីឡាករមរុកនេះម៉ាសាគីនេះជាជើងខ្លាំងជប៉ុននៅសង្វៀន K1 ហើយក៏គេក៏លំដាប់ជើងក៏លំដាប់ប៉ះគ្នាដឹងតែញាក់សាច់មិនថាប្រកួតនៅសង្វៀន K1 ឬក៏ប្រកួតនៅសង្វៀនគុណខ្មែរយើងឯងខោតែខាងរិស័យគុណខ្មែរកិនស្បឺតធ្វើឡើងគឺចង់តែញាក់សាច់ព្រោះការប្រកួតថ្ងៃទី23ពេលរាត្រីមិញនេះរវាងតវ៉ាន់ឆៃប៉ះជាមួយនឹងកីឡាករណាសាគីនេះបងប្អូនមើលទឹកដៃរបស់កីឡាករណាសាគីនេះគឺអែមខ្លាំងតែនអាវុធគាត់ពីផ្លាស់ចេញចូលឈានដូយហើយសំបីតែជើងខ្លាំងរបស់មួយថៃតវ៉ាន់ឆៃដែលជាអ្នកលេងជើងរន្ទះធាក់ផាំងប៉ើងដល់ពេលប៉ះកីឡាកររុកនេះគឺអត់ចេញអត់រួញព្រោះកីឡាករមរុកនេះវិចកាត់លឿនណាថាធាក់ប៉ុន្តែអត់ទៅបងប្អូនមើលទៅការធាក់របស់កីឡាករតវ៉ាន់ឆៃហើយប៉ះកីឡាជប៉ុនរុកកីឡាករជប៉ុនរុកនេះគឺរឹងខ្លាំងតែនស្ពតឲ្យតាន់ទៀតផងហើយតែមានតព័ត៌មានប្រទេសចែកជូនប្រិយមិត្តបងក៏ភ្លេចចុច Subscribe ណែមួយផងចាក់ដឹងដើម្បីព័ត៌មានថ្មីពី Channel ក្លាប់ដែលខ្លួនខ្មែរចែកជូនប្រិយមិត្តបងទស្សនាជារៀងរាល់ថ្ងៃ